ស្រះនេះស្អែកបូមហាលចោលអានេះក៏បូមហាលចោលដែរអាខាងនោះក៏បូមហាលចោលអត់តរៀបចម្រោកស្រះហ្នឹងអានេះអត់តរៀបចម្រោកទេស្រះនេះស្អែកខាងស្អែកបូមហាលចោលទាំងអស់ស្រះហ្នឹងអានេះទៅតឹង10បដោយ40ស្រះនេះតឹង10បដោយ40អានេះចូល12ឯងទៅតឹងពីនោះមកដល់ទៅនេះបដោយ12ទៅតឹង12បដោយ40ខាងដូចគ្នាតែខាងនេះដាក់កូនបកងហើយអស់ហើយរៀបចម្រោកហើយអស់ហើយខាងនេះមកទៅមកជួហ្នឹងរៀបចម្រោកហើយអស់អានេះដាក់កូនបកងហើយអស់ហើយពីហ្នឹងហើយនឹងខាងនោះស្អែកចាប់ដើមបូមរៀបចម្រោកវាស្អាតតន់មេឃមិនតន់ភ្លៀងហើយវាតន់នៅថ្ងៃតន់មេឃកក់ខែនេះរៀបចម្រោកហើយអស់ហើយតែយើងខ្វះទឹកអានេះបូមស្អែកបូមហាលហើយបាទនេះយើងចាប់ផ្ដើមបូមវាហាលហើយរៀបចម្រោកនេះបកងយើងក៏ដាក់ហើយអត់ដែរនៅក្នុងប្រហែល40គីឡូបកងហ្នឹងអានេះមានតិចទេប្រហែល10គីឡូទេតែតិចទៀតក៏យើងបូមចេញដែរទឹកវាអត់សូវល្អ